នៅតែយើងស្រួលបញ្ចូលពេលណាក៏បានយើងធ្វើដំណើរតិចចិត្តហ្នឹងយើងអាចបញ្ចូលពីថ្ងៃបានបញ្ចូលម្ដងក៏បានប៉ុន្តែនៅពេលដែលយើងទៅឆ្ងាយខេត្តឆ្ងាយដូចខេត្តបាត់ដំបងសៀមរាបអីតោះតែយើងមើល Google Map មើលតាម app មុនថាតើកន្លែងណាខ្លះមានស្ថានីយ៍បញ្ចូលភ្លើងហ្នឹងបើយើងចេះតែជិះទៅព្រាវៗដូចយើងអត់ស្អីទុកចិត្តដែរអញ្ចឹងគេមាន page គេមានgroup Telegram អញ្ចឹងទៅយើងឆែកមើលនៅម្ដងនេះមានកន្លែងបញ្ចូលថ្មដើម្បីជាទំនុកចិត្តកាលណាយើងទៅឆ្ងាយពីផ្ទះរែងឡានត្រឹម600គីឡូយើងទៅសៀមរាបអីយើងរៀងទំនុកចិត្តរៀងអត់សូវមានភាពកក់ក្ដៅក្នុងការធ្វើដំណើរបើសិនជាត្រឹម400គីឡូជាងអីរៀងផិតផោយតើតែយើងចូលសាកនៅកំពង់ធំអីសិនដូចឡានខ្ញុំត្រឹម400គីឡូជាងនេះបើសិនជាទៅសៀមរាបអីតើចូលសាកនៅកំពង់ធំអីបានមានភាពកក់ក្ដៅនិយាយទៅវាត្រូវហើយដោយសារ400គីឡូយើងទៅដល់សៀមរាបប៉ុន្តែយើងដើម្បីជាទំនុកចិត្តដើម្បីកុំឲ្យមានការបារម្ភតាមផ្លូវណាមួយនៅពេលដែលយើងបើកម៉ាស៊ីនត្រជាក់ខ្លាំងមេក្ដៅខ្លាំងគឺរែងចង្ងាយដែលយើងធ្វើដំណើរទៅដល់គឺវាថយទៅតាមហ្នឹងណាដូចថា400គីឡូជាងអញ្ចឹងយើងបើកម៉ាស៊ីនត្រជាក់ខ្លាំងនៅពេលមេក្ដៅខ្លាំងអញ្ចឹងចង្ងាយហ្នឹងវាអាចថយជាងនឹងតិចទៅយើងអត់សូវមានទំនុកចិត្តអញ្ចឹងយើងបញ្ចូលតាមផ្លូវឲ្យវាពេញទៅយើងទៅណាទៀតបន្ថែមទៀតទៅដើរលេងនៅអីយ៉ាងទៀតគឺថាមានភាពកក់ក្ដៅឲ្យអត់សូវបារម្ភណាមួយទៀតនៅពេលដែលយើងឃើញស្ថានីយ៍ណាតនេយើងចូលបញ្ចូលឲ្យទៅព្រោះថាផ្លូវទៅខាងមុខមិនប្រកាសថាស្ថានីយ៍នឹងតនេសម្រាប់យើងបញ្ចូលលេខចង្កាល់អ្នកផ្សេងគេបញ្ចូលដែរអញ្ចឹងខ្លាចតែអគុយយើងចិត្តអស់ស្រាប់តែកន្លែងនោះគេចូលរវល់ដែរពិបាកបដ ாய்